ឱសថព្យាបាលផ្កាស្បូនជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួយជំនួសខ្ញុំសរឿនថ្ងៃនេះខ្ញុំចែករំលែកបងប្អូនទាំងអស់គ្នាអំពីរុក្ខជាតិមួយប្រភេទដែលមានអត្ថប្រយោជន៍ខ្លាំងមែនទែនសម្រាប់ការព្យាបាលជំងឺផ្កាស្បូនផងដែរចារុក្ខជាតិមួយប្រភេទនេះគឺមានឈ្មោះថាអំបែងថ្ងៃនេះពុកម៉ែបងប្អូនទាំងអស់គ្នាអាចចំណាំបានចាស្លឹកខាងលើរបស់វាចាពណ៌ខៀវខាងក្រោមពណ៌សចាចំណែកទ្រូចរបស់វាពណ៌ប៊ិចស្វាយសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាចាតែងតែមានបញ្ហាផ្នែកសុខភាពហើយជំងឺផ្កាស្បូននោះពុកម៉ែបងប្អូនទាំងអស់គ្នានៅស្រុកភូមិបងប្អូនទាំងអស់គ្នាអាចចាប្រើអំបែងថ្ងៃនេះដើមអំបែងថ្ងៃនេះយកទៅដាំទឹកពិសាបានសម្រាប់ការប្រើប្រាស់វិញគឺគេយកឫសហើយនឹងដើមចាសម្រាប់ការប្រើប្រាស់សម្រាប់អំបែងថ្ងៃនេះបងប្អូនទាំងអស់គ្នាអាចប្រើ10ក្រាមស្ងួតចាចំណុះទឹក2លីត្រសម្រាប់ការប្រើប្រាស់ហើយមានរុក្ខជាតិដទៃទៀតសម្រាប់ផ្សំជាមួយ